បាទសូមធ្វើការបាទចំណាប់អារម្មណ៍ជាចុងក្រោយគឺតាក់ទងបាទចំណុចសំខាន់មួយចំនួនគឺក្នុងក្របខ័ណ្ឌនៃគេហៅថាការបំពេញបេសកកម្មរបស់មន្ត្រីនគរបាលយុត្តិធម៌គឺបេសកកម្មរបស់នគរបាលយុត្តិធម៌គឺស្ថិតក្រោមការដឹកនាំនិងការសម្របសម្រួលរបស់ព្រះរាជអាជ្ញាជាទូទៅប៉ុន្តែកាលណាអនុវត្តដោយការឲ្យចាត់ឲ្យសួរជំនួសគឺនគរបាលយុត្តិធម៌ស្ថិតក្រោមគេហៅថាការដឹកនាំនិងសម្របសម្រួលរបស់ចៅក្រមស៊ើបសួរតែជាទូទៅគឺបេសកកម្មរបស់នគរបាលយុត្តិធម៌ស្ថិតក្រោមការដឹកនាំនិងសម្របសម្រួលរបស់ព្រះញ្ញាក្រៅពីនោះនៅក្នុងក្របខ័ណ្ឌនៃការដឹកនាំសម្របសម្រួលរវាងរបស់ព្រះញ្ញាទៅលើសកម្មភាពរបស់នគរបាលយុត្តិធម៌គឺមានទំនាក់ទំនងមួយរវាងនគរបាលយុត្តិធម៌ជាមួយនឹងព្រះរាជអាជ្ញាដែលជាពិសេសគឺជាទំនាក់ទំនងរាយការណ៍ហើយជាគោលការណ៍នៅតាមក្រមនីតិវិធីព្រំដែនថ្មីនេះគឺមានតែមន្ត្រីនគរបាលយុត្តិធម៌ទេដែលមានសិទ្ធិរាយការណ៍ផ្ទាល់ទៅព្រះរាជអាជ្ញាចំណែកភ្នាក់ងារជាជក់ជំនួយរបស់មន្ត្រីហើយចង់រាយការណ៍មកមន្ត្រីត្រូវតែរាយការណ៍មកព្រះរាជអាជ្ញាហើយក្នុងក្របខ័ណ្ឌនេះគឺដោយបានកំណត់នៅក្នុងមាត្រា89គឺបានថាការណាមានបទអក្រិតឬបទមជ្ឈិមជាក់ស្ដែងក៏បានដឹងត្រូវតែរាយការណ៍ភ្លាមទៅព្រះរាជអាជ្ញាដើម្បីផ្ដល់ការណែនាំដើម្បីចាត់វិធានការដូច្នេះហើយនៅក្នុងក្របខ័ណ្ឌនេះគឺទំនាក់ទំនងរាយការណ៍នេះគឺប្រសិទ្ធភាពហើយដើម្បីធានាប្រសិទ្ធភាពនៅគេហៅថានិយត្តភាពនិងប្រសិទ្ធភាពនៃការស្វែងរកភស្តុតាងក៏ដូចជានិច្ចនុគលភាពនៃភាពស្របច្បាប់នៃវិធានការផ្សេងរបស់នគរបាលយុត្តិធម៌នោះគឺត្រូវតែមានការរាយការណ៍និងការផ្ដល់ការណែនាំនិងការអនុញ្ញាតរបស់ព្រះញ្ញាហើយឃើញថាក្នុងការអនុវត្តជាក់ស្ដែងនឹងក្របខ័ណ្ឌនៅពេលក្រមនេះចូលធរមានគឺចាប់ពីថ្ងៃ30ខែសីហា2007ហ្នឹងគឺខាងអัยការតុលាការក្រុងគេបានធ្វើគម្រោងមួយល្អគឺហៅថាឲ្យក្នុងរាជធានីភ្នំពេញយើងមាន7ខណ្ឌដូច្នេះក្នុងមួយខណ្ឌគឺមានគេគាត់ចាត់ឲ្យមានព្រះញ្ញារងមួយទូមទុកហើយបញ្ជូនលេខទូរស័ព្ទទៅដល់ខាងអង្គភាពកងរាជវុធហត្ថហើយនឹងខាងនគរបាលយុតិធធអង្គភាពនគរបាលកាលណាមានបទល្មើសមានបញ្ហាតាក់ទងគឺត្រូវរាយការណ៍ហើយពេលហ្នឹងគឺលេខទូរស័ព្ទហ្នឹងគឺតាក់ទងបានហើយចំណុចមួយទៀតដែលខ្ញុំបានចង់បញ្ជាក់គឺគេហៅថាក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតនេះគឺការសម្ងាត់នៃការស៊ើបអង្កេតដូច្នេះគ្រប់បុគ្គលដែលបានចូលរួមនៅក្នុងការស៊ើបអង្កេតដែលបានបញ្ជាក់នៅក្នុងមាត្រា83នៃក្រមនីតិវិធីព្រំដែនយើងរួមមានទាំងនគរបាលទាំងមេធាវីទាំងតំណាងអัยការកងរាជវត្តមន្ត្រីអ្នកបកប្រែទាំងអស់ត្រូវតែរក្សាការសម្ងាត់ហើយមានតែព្រះរាជអាជ្ញាមួយគត់ដែលច្បាប់នេះបានកំណត់ថាអាចនឹងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈកាលណាខ្លួនយល់ឃើញថាព័ត៌មានដែលផ្សព្វផ្សាយដឹងឮជាសាធារណៈខុសពីការពិតគឺហេតុអីបានវាមានការផ្សព្វផ្សាយខុសការពិតពីព្រោះថាមេធាវីឬក៏មន្ត្រីនគរបាលយុត្តិធម៌គាត់មានកាតព្វកិច្ចរក្សាការសម្ងាត់ប៉ុន្តែភាគីជាពិសេសជនរងគ្រោះឬក៏អាចថាជាពិសេសគឺយើងសង្កេតការចាក់ស្ដែងជនរងគ្រោះដែលបានដឹងព័ត៌មានពីមេធាវីមកគាត់ទៅផ្សព្វផ្សាយទៅផ្ដល់ព័ត៌មានឲ្យអ្នកកាសែតឬអ្នកសារព័ត៌មានហើយធ្វើយ៉ាងណាឲ្យសារព័ត៌មានចុះទៅដើម្បីគេថាប្រមូលផ្ដុំមតិមហាជនគៀបសង្កត់ទៅលើដំណើរការនៃការស៊ើបអង្កេតដូច្នេះនៅពេលដែលយល់ឃើញថាព័ត៌មានដែលផ្សព្វផ្សាយនៅវាខុសពីការពិតព្រះរាជអាជ្ញាចេញសេចក្តីថ្លែងការណ៍ជាសាធារណៈនេះគឺជាចំណុចសំខាន់មួយហើយគ្រប់នគរជាពិសេសនគរបាលយុត្តិធម៌ឬកងរាជវុធហត្ថកាលណាផ្ដល់ព័ត៌មានឲ្យអ្នកកាសែតគឺជាការបំពានទៅលើគោលការណ៍នៃការសម្ងាត់និងអាចទទួលខុសទោសព្រហ្មទណ្ឌតាមច្បាប់ជាធរមានបាទសូមថ្លែងអំណរគុណបាទលោកស្រី